តោះសួស្តីបងប្អូនថ្ងៃនេះចង់ចេញប្រធានបទមួយទាក់ទងនឹងការដាំដុះហើយនឹងការចិញ្ចឹមសត្វជាផ្នែកមួយដែលធ្វើឲ្យយើងបង្កើនចំណូលគ្រួសារអញ្ចឹងបងប្អូនពីខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមនិងដាំដុះទៅតាមលទ្ធភាពដែលទៅតាមពេលវេលានិងលទ្ធភាពដែលបងប្អូនមានអញ្ចឹងណាបងប្អូនព្រោះអីការដាំដុះនិងការចិញ្ចឹមវាជាផ្នែកមួយដែលធ្វើឲ្យគ្រួសារយើងមានចំណូលមួយសម្រាប់បង្កើនដូចជាកាត់បន្ថយការចំណាយលើថ្លៃម្ហូបឬក៏ថ្លៃទិញចំណីអាហារផ្សេងៗដែរបើយើងដាំទៅយើងចិញ្ចឹមទៅលក្ខណៈគ្រួសារទៅយើងបានហូបទៅបើយើងហូបមិនអស់ក៏យើងលក់ទៅអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាំដុះបងប្អូនចិញ្ចឹមទៅតាមគេហដ្ឋានបែបជាលក្ខណៈគ្រួសារដើម្បីបង្កើនចំណូលបងប្អូនអញ្ចឹងរឿងទី1ខ្ញុំចង់ឲ្យបងប្អូនមើលដីបងប្អូនសិនតើនៅជុំវិញផ្ទះបងប្អូនហ្នឹងមានអាចធ្វើអ្វីបានអាចដាំអ្វីបានអាចចិញ្ចឹមអ្វីបានអញ្ចឹងណាបងប្អូនបន្ទាប់មកបងប្អូនមើលឲ្យទី1ការស្រឡាញ់តើបងប្អូនស្រឡាញ់អីបងប្អូនស្រឡាញ់ការដាំដំណាំប្រភេទណាការចិញ្ចឹមសត្វប្រភេទណាបងប្អូនដូចខ្ញុំចេះខ្ញុំឧទាហរណ៍ខ្ញុំចូលចិត្តចិញ្ចឹមទាដាំតបែកអញ្ចឹងដំណាំទានឹងចិញ្ចឹមការដាំតបែកនិងចិញ្ចឹមទារបស់ខ្ញុំគឺបង្កើនចំណូលជារៀងរាល់ខែឲ្យខ្ញុំតិចច្រើនអីគឺវាបង្កើនចំណូលឲ្យខ្ញុំជារៀងរាល់ខែកាត់បន្ថយចំណាយក្នុងគ្រួសារខ្ញុំបានមួយផ្នែកតូចឬក៏មួយផ្នែកធំដែរអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនថាតើបងប្អូនស្រឡាញ់អីបងប្អូនស្រឡាញ់អីបងប្អូនចិញ្ចឹមនឹងទៅអញ្ចឹងណាបងប្អូនចង់ដាំអីបងប្អូនដាំនឹងចុះទី2បងប្អូនចង់ឲ្យបងប្អូនបើថាបងប្អូនស្រឡាញ់អាណាបងប្អូនធ្វើអាហ្នឹងអមមកថាបងប្អូនស្រឡាញ់ទាឬក៏ស្រឡាញ់មាន់ឬស្រឡាញ់កែបឬក៏ស្រឡាញ់តុងបងប្អូនចិញ្ចឹមអាហ្នឹងកុំឲ្យចាប់ច្រើនមុខអមមកចាប់តុងផងចាប់កែបផងចាប់មាន់ផងវាឆៅបងប្អូនណាដល់ពេលដែលបងប្អូនចិញ្ចឹមច្រើនបងប្អូនឆៅដល់ពេលដែលឆៅវាធ្វើឲ្យបរាជ័យអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ទាបងប្អូនដោតទៅលើតាទាទៅការចិញ្ចឹមទាបែបម៉េចការមើលថែវាបែបម៉េចពេលវាឈឺបែបម៉េចកូនវាញាស់មកបែបម៉េចអញ្ចឹងណាបងប្អូនហើយយើងចេះរកទីផ្សារខ្លួនយើងអញ្ចឹងនៅពេលដែលយើងប្រកាសអាណាមួយវាធ្វើឲ្យយើងជោគជ័យយើងចេះអានឹងឲ្យប្រកាសតែបើបងប្អូនចាប់អានេះបន្តិចចាប់អានោះបន្តិចវាធ្វើឲ្យយើងឆៅអញ្ចឹងបងប្អូនវាធ្វើឲ្យយើងឆៅទី3ចង់ឲ្យបងប្អូនកុំតន់អាលនៅពេលដែលបងប្អូនចង់ចិញ្ចឹមសត្វអីក៏ដោយចង់ធ្វើអីក៏ដោយយើងធ្វើអ្វីដែលយើងមាននៅក្នុងខ្លួនសិនកុំតន់អាលទិញពីនេះតាមគេឃើញគេជោគជ័យឃើញគេមានអានេះយើងចង់ទិញឧបមាថាបងប្អូនចិញ្ចឹមទា10ក្បាលអញ្ចឹងបងប្អូនមិនបាច់តន់ទិញម៉ាស៊ីនសូនឬក៏ម៉ាស៊ីនភ្ញាស់ម៉ាស៊ីនអីមកសិនទេបងប្អូនធ្វើអ្វីដែលបងប្អូនមានហាន់នឹងដៃឬក៏ដូចចំណីអញ្ចឹងយើងបេះតកូនបេះអីតាមផ្ទះជុំវិញផ្ទះហាន់នឹងដៃហាន់អីធម្មតាសិនទៅមិនបាច់ឧទាហរណ៍ថាបងប្អូនចិញ្ចឹមទា10ក្បាលបងប្អូនហក់ទៅទិញម៉ាស៊ីនសូនមកម៉ាស៊ីនសូនចំណីវាត្រូវការវត្ថុធាតុដើមដូចមានអីដូចមានពោតមានអីអញ្ចឹងទៅអញ្ចឹងវាត្រូវការចំណាយច្រើនទន្ទឹមនឹងយើងចិញ្ចឹមតិចដល់ពេលដែលយើងចិញ្ចឹមតិចយើងកាន់តែចំណាយច្រើនវាធ្វើឲ្យយើងអត់ចំណេញអញ្ចឹងបងប្អូនអញ្ចឹងចាំយើងចិញ្ចឹមឲ្យបានធំ100 200ក្បាល300ក្បាលសិនចាំយើងទិញពណ៌ហ្នឹងមកអញ្ចឹងចាំយើងចិញ្ចឹមជោគជ័យឲ្យវាជោគជាំនឹងបទពិសោធន៍ដែលយើងចិញ្ចឹមតិចតួចហ្នឹងសិនយើងធ្វើពីទូទៅធំអញ្ចឹងបងប្អូនចាំយើងទិញពួកម៉ាស៊ីនហ្នឹងមកឬក៏ទូភ្ញាស់មកកុំតន់ហក់ឡើងក៏ទិញអានេះហក់ឡើងក៏ទិញអានោះតាមគេវាធ្វើឲ្យយើងបរាជ័យណាបងប្អូនបរាជ័យនៅពេលដែលយើងបរាជ័យយើងបាក់ទឹកចិត្តហើយបងប្អូនយើងធ្វើអ្វីដែលយើងមានសិនទៅអញ្ចឹងបងប្អូនហើយចុងក្រោយគឺខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមណាបងប្អូនណាចិញ្ចឹមសត្វអីក៏ដោយឬក៏ដាំអីក៏ដោយឲ្យបងប្អូនស្រឡាញ់បងប្អូនចូលចិត្តបងប្អូនធ្វើវាចោះព្រួយវាជាផ្នែកមួយដើម្បីធ្វើឲ្យគ្រួសារយើងរីកចម្រើនដែរដូចខ្ញុំចេះខ្ញុំចំណូលពីតបែកចំណូលពីការចិញ្ចឹមទាគឺអាចផ្គត់ផ្គង់គ្រួសារខ្ញុំបានមួយផ្នែកធំដែរអញ្ចឹងណាប្រមូលពួកអីយើងលក់ជារឿងរកខែលក់កូនផងលក់មេបាផងយើងលក់ផ្លែតបែកផងយើងលក់មេតបែកផងវាធ្វើឲ្យចំណូលគ្រួសារយើងមានការកើនឡើងអញ្ចឹងអរគុណបងប្អូនខ្ញុំមានប៉ុណ្ណឹងហើយកុំភ្លេចបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗដែលខ្ញុំមានទៅកាន់បងប្អូនណាអរគុណច្រើន